ត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធី Weekend Podcast អត្ថាធិប្បាយដោយនាងខ្ញុំច័ន្ទសូនីតាថ្ងៃនេះផងដែរយើងនឹងលើកយកនៅប្រធានបទមួយដែលបច្ចុប្បន្នកំពុងតែរីករាលដាលមែនទែនគឺបច្ចេកវិទ្យា AI ក្នុងនោះផងដែរយើងក៏មានវិក្កាមិនពីររូបចូលមកធ្វើបទបង្ហាញដល់អ្នកទាំងអស់គ្នាសួស្តីបងតារានិងសុផាបាទសួស្តីបងអូនបាទសួស្តីបងមានមតិមួយចំនួនលើកឡើងថាការប្រើប្រាស់ AI ដែលគ្មានសណ្ដាប់ធ្នាប់ធ្វើតែតាមចិត្តនិងតាមការនឹកឃើញអាចផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិយើងទាំងមូលតើលោកទាំងពីរយល់យ៉ាងណាដែរអូខេបងអូនមុននឹងធ្វើការបកស្រាយខ្ញុំសូមបញ្យល់ឲ្យច្បាស់ពីពាក្យ AI មកពីពាក្យពេញគឺ Artificial Intelligence ដែលមានន័យថាបញ្ញាសិប្បនិម្មិតពាក្យថាសិប្បនិម្មិតគឺជារបស់អ្វីមួយដែលត្រូវបានបង្កើតឡើងដោយមនុស្សដោយសពថ្ងៃនេះ AI គឺវៃលុកខ្លាំងមែនទែននៅលើពិភពលោកមិនថាតែមេធំរបស់ SpaceX Google Facebook ឬក្រុមហ៊ុនធំៗមួយចំនួនធំទៀតគឺកំពុងដុតដៃដុតជើងខ្លាំងមែនទែនដោយឡែកនៅក្នុងបណ្ដាញសង្គមយើងបច្ចុប្បន្នយើងឃើញថាអ្នកប្រើប្រាស់ AI មួយចំនួនបានបង្កើតនូវរូបភាពឬវីដេអូដែលផ្ដល់នូវការភ័ន្តច្រឡំនៅភាពពិតប្រាកដដល់បងប្អូនយើងខ្លះដែលគាត់ពុំបានយល់ដឹងអំពី AI ទើបធ្វើឲ្យគាត់មានការជឿស្លង់ទៅលើរូបភាពឬវីដេអូទាំងនោះខ្ញុំក៏មានការសំណូមពរទៅកាន់អ្នកដែលបានធ្វើការជាមួយ AI ត្រូវធ្វើដោយការគិតទុកជាមុនថាតើវានឹងមានផលប៉ះពាល់ដល់គេដែរឬអត់នៅថ្ងៃក្រោយចាអរគុណសម្រាប់ការបកស្រាយរបស់បងតារាចុះសម្រាប់ប្អូនសុផាកតើប្អូនយល់យ៉ាងណាដែរបាទបងសម្រាប់ការលើកឡើងរបស់បងតារាខ្ញុំយល់ស្របនៅមតិរបស់គាត់ AI ផ្ដល់នូវផលប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមក៏ពិតមែនក៏ដោយសារតែបុគ្គលមួយចំនួនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែ AI ក៏ផ្ដល់នូវការពន្លឿនការងារនិងផ្ដល់ប្រសិទ្ធភាពការងារផងដែរតើវាផ្ដល់ប្រយោជន៍យ៉ាងម៉េចដែរបាទបងជាក់ស្ដែងដូចជា ChatGPT គឺកំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកវាបានជួយនៅការងារប្រចាំថ្ងៃច្រើនដល់ពួកយើងដូចជាការធ្វើរបាយការណ៍ការវិភាគទិន្នន័យការគ្រប់គ្រងផ្សេងៗសុទ្ធសឹងតែអាចឲ្យ ChatGPT ជួយធ្វើឲ្យនៅមាន AI របស់ Google ដោយការធ្វើ podcast ថ្ងៃនេះផងដែរក៏ត្រូវបង្កើតឡើងដោយ AI Studio របស់ក្រុមហ៊ុន Google ផងដែរដូច្នេះ AI មានផលវិជ្ជមានសម្រាប់អ្នកដែលប្រើប្រាស់ដោយក្រមសីលធម៌និងមានទំនួលខុសត្រូវតែវាក៏ផ្ដល់នូវភាពអវិជ្ជមានផងដែរសម្រាប់អ្នកដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃនៅថ្ងៃក្រោយចាពិតជារៀបរាប់បានក្បោះក្បាយមែនតើអញ្ចឹងសម្រាប់កម្មវិធី podcast ថ្ងៃនេះក៏ត្រូវបញ្ចប់ត្រឹមនេះពួកយើងនឹងវិលត្រឡប់ជួបគ្នាសាជាថ្មីនៅប្រធានបទថ្មីមួយទៀតនៅសប្តាហ៍ក្រោយចាសូមអរគុណដល់បងតារានិងបងអូនសុផាកបាទអរគុណបងអូនសម្រាប់ការផ្ដល់នូវកិត្តិយសដល់បងថ្ងៃនេះបាទអរគុណបងសង្ឃឹមថាពួកយើងទាំង3នាក់នឹងជួបគ្នាម្ដងទៀតនៅថ្ងៃក្រោយ